មនុស្សសាងកម្មមករៀងខ្លួនអ្នកខ្លះធ្លាប់មានសាងបុណ្យល្អសាងកម្មល្អមកក៏កើតក្នុងតកូលអ្នកល្អមិនក្រមិនខ្សត់មិនអខ្វះអ្វីហូបអ្នកខ្លះទៅធ្លាប់ជាពេជ្ឈឃាតអ្នកខ្លះទៅធ្លាប់ជាឃាតករអ្នកខ្លះទៅធ្លាប់ជាមហាសេដ្ឋីជាក្សត្រជាមន្ត្រីអីចឹងណាបងប្អូនអ្នកខ្លះទៅបើកបុណ្យហើយសួរនាងខ្ញុំថាម៉េចបានមិនឃើញចឹងអ្នកខ្លះទៅសុំលោកតាអ៊ំហើយមិនក៏សុំពីយប់ព្រលឹមឡើងតែសួរម៉េចក៏អត់ឃើញមានអីអញ្ចឹងចាទៅតាមនិស្ស័យកម្មនាងខ្ញុំជម្រាបហើយជម្រាបទៀតមិនមែនធ្វើភ្លាមបានភ្លាមហើយអ្នកខ្លះទៅធ្វើឲ្យទំតបាន10នាទីគឺបានផលតែម្ដងណាបងប្អូនណាអញ្ចឹងបងប្អូនត្រូវយល់ដឹងអំពីពាក្យថាកម្មបងប្អូនសាងកម្មអ្វីមកកម្មល្អឬកម្មមិនល្អវាឲ្យផលតាមនឹងណាបងប្អូនណាមិនមែនធ្វើភ្លាមឲ្យចាំតែតឹងរងចាំទេកុំលុបលុនពេកណែនាងខ្ញុំដឹងវិធីអ្នកមេដឹងវិធីអ្នកមេក៏ជម្រាបជូននាងខ្ញុំក៏ធ្វើវីដេអូជម្រាបជូនគួរតែអរគុណនាងខ្ញុំទៅកុំអាសាពេកកុំអាសាឆាតសួរពេកកុំអាសាវាយសួរពេកតាមកម្មរបស់មនុស្សរៀងខ្លួនណាបងប្អូនណាអញ្ចឹងមិនមែនថាធ្វើពីយប់ឡើងអ្នកខ្លះទៅបានផលអ្នកខ្លះធ្វើបានតែ10នាទី20នាទីអីបានលុយមកឈប់អញ្ចឹងទៅតាមកុសលកម្មដែលបងប្អូនបានសាងណាបងប្អូនមិនចាំបាច់តាសាំសួរនាងខ្ញុំទេបើថាមិនដូចថាធ្វើឲ្យមិនងាយបានអញ្ចឹងបងប្អូនយល់ទៅថាកម្មបងប្អូនក្រាស់អញ្ចឹងទៅសាងសេចក្តីល្អដោយការបោះវត្តទៅណាបងប្អូនណាចាសន្សំបុណ្យកុសលបោះវត្តចាសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពថ្ងៃនេះនាងខ្ញុំសូមមកនិយាយអំពីកាលដែលនាងខ្ញុំនៅពីតូចបងប្អូននាងខ្ញុំនិយាយរួមទៅពេលនោះនាងខ្ញុំទៅតែដឹងក្តីអាយុទៅតែ6ឬ7ឆ្នាំឯណាបងប្អូនណាអញ្ចឹងនាងខ្ញុំឃើញមនុស្សជាច្រើនបើកបរអត់យោគយល់អធិស្ឋានគ្នាទេបងប្អូនអ្នកខ្លះទៅដណ្ដើមគ្នារស់អ្នកខ្លះទៅមានគំនិតអញនិយមគ្មានអ្នកណាល្អដល់អញទេមានតែអញនឹងហើយគឺល្អលើសគេណាហើយខ្ញុំឃើញអ្នកខ្លះកេងប្រវាញ់អ្នកខ្លះកັບកេងអ្នកខ្លះសុកចិត្តអឺបោកប្រាស់គេដើម្បីយកមកដើម្បីឲ្យខ្លួនឯងនឹងរស់តែមកគ្រួសារខ្លួនឯងអ្នកដតីមិនទៅអ្នកខ្លះបំពេញគេបំពេញច្បាប់វិន័យចាមិនគេនិយាយពាក្យមួយថាមិនបាច់ចែកគ្នាស៊ីទេដដើមគ្នាស៊ីវិញល្អជាងអញ្ចឹងណាងាប់ទៅឲ្យតបានអញរស់អញ្ចឹងនិយាយរួមទៅតាំងពីនាងខ្ញុំដឹងក្តីមកនាងខ្ញុំមានអារម្មណ៍ថាពិភពលោកមួយនេះហាក់ដូចជាតូចចង្អៀតនិយាយរួមទៅដូចជាអត់មែនជាកន្លែងដែលនាងខ្ញុំត្រូវរស់នៅវាមិនមែនជាកន្លែងដែលខ្ញុំមកទៅនាងខ្ញុំចេះតែធំឡើងទៅចេះតែសម្របទៅប៉ុន្តែអ្វីដែលនាងខ្ញុំឆ្ងល់គឺឆ្ងល់ត្រង់ថាមនុស្សយើងហេតុអីចាំបាច់ចង់ល្អលើសគេចាំបាច់មានអំនួតចាកើតមកមិនមែនដើម្បីស្លាប់ទេកើតមកមិនមែនដើម្បីស្អប់គ្នាចាកើតមកដើម្បីចែកគ្នារស់មនុស្សកើតមកដើម្បីសាងបុណ្យសន្សំកុសលចានិយាយចេញមកអ្នកខ្លះច្បាស់ជាអត់ជឿគេគិតថាកែវអើយហែងសំកុសលហែងទៅបួសទៅចាមិនចាំបាច់តែអ្នកបួសទេបងប្អូនណាជីវិតរស់នៅលើលោកនេះចេះយោគយល់អធិស្ឋានចាជួយយកអាសាគ្នាប៉ុន្តែមើលផងពេលដែលយើងជួយយកអាសាគេនោះហើយតើគេនោះគេចេះរស់ដោយខ្លួនឯងឬក៏រងចាំតែពឹងយើងជួយទេចាអាហ្នឹងកន្លែងហ្នឹងត្រូវតែគិតបើនាងខ្ញុំធ្លាប់ត្រូវបានពូផានណានឹងមីងចាពូអ៊ុតនាងហើយនឹងមីងខ្ញុំមីងនួននៅអូស្ត្រាលីកាលនោះនាងខ្ញុំនៅជីវភាពនៅខ្សោយខ្លាំងណាមួយអ្នកមេឈឺរហូតដល់អ្នកមេផ្លឹកចឹងត្រូវបានពូផាននិងមីងនួនខ្ញុំនៅអូស្ត្រាលីគាត់បានឧបត្ថម្ភមកខ្ញុំជាច្រើនខែប្រហែលជា10ខែឬ12ខែសូមមកទោសអត់ឲ្យចាំអត់បានប៉ុន្តែគាត់ឧបត្ថម្ភមួយខែ$100ពេលនោះអ្នកមេផ្លឹកអីផងខ្ញុំឲ្យហ៊ានប្រាប់ជំរាបលោកពូទេអញ្ចឹងបងប្អូនណាមិនមែនថាយើងរស់នៅដើម្បីផ្គាប់មាត់អ្នកដតីផ្គាប់ចិត្តអ្នកដតីឬយ៉ាងណាទេប៉ុន្តែយើងរស់នៅលើโลกនេះមិនមែនយើងរស់តែម្នាក់ឯងទេចា
ចែករំលែកគ្នាហូបដោយការសម័យព្រះមហានគរមនុស្សមានអីចែកគ្នាហូបហើយនាងខ្ញុំក៏មិនមែនគ្រាន់តែនិយាយដែរគឺនាងខ្ញុំចាប់ផ្ដើមធ្វើហើយនៅថ្ងៃទី25ខែកក្កដានេះណាឆ្នាំ2026នេះគឺយកបច្ច័យទៅជូនគេថ្លៃដីហើយចាជាវគេនៅចិត្តភ្នំហប់អញ្ចឹងនាងខ្ញុំនឹងថតសកម្មភាពជូនបងប្អូនទស្សនាណាបងប្អូនណាហើយនាងខ្ញុំនឹងចាប់ផ្ដើមសង់ខ្ទមបើមានបច្ច័យនៅសេសសល់ប៉ុន្តែមិនដឹងយ៉ាងណាបងប្អូនព្រោះអីសង់ខ្ទមសមាធិក៏មិនមែនតូចដែរចាយ៉ាងតិចក៏4ម៉ែត្រក្បាលអញ្ចឹងទៅទៅតឹង3ម៉ែត្រអីដែរអញ្ចឹងនៅជីកបន្ទប់ទឹកទៀតប្រគុណទៀតអញ្ចឹងក្នុងលូប្រគុណមួយ$20ណាបងប្អូនហើយនាងខ្ញុំសួរគេ$20ហើយគ្រាន់តែលូប្រគុណមួយចុះខ្លះបានអត់គាត់ថាសំបីតែព្រះសង្ឃនៅវត្តក៏គាត់ចុះអត់បានដែរព្រោះអីចាកម្លាំងពលកម្មឡើងថ្លៃបងប្អូនណាអញ្ចឹងអ្វីៗក៏ថ្លៃសប្តាហ៍ថ្ងៃនេះអ្វីៗក៏ថ្លៃទៀតអញ្ចឹងរួចថ្លៃដីហើយនៅថ្លៃសង់ខ្ទមកំដឹងគិតយ៉ាងណាដែរអញ្ចឹងនាងខ្ញុំមិនបានថានាងខ្ញុំល្អលើសគេទេប៉ុន្តែនាងខ្ញុំអត់ចង់នៅក្នុងពិភពលោកមួយដែលមានតែភាពតូចចង្អៀតដដើមគ្នារស់ណាបងប្អូនណាអញ្ចឹងនាងខ្ញុំចង់នៅក្នុងពិភពលោកមួយដែលចែកគ្នារស់ក្នុងភាពជាស្រស់ស្រាយស្រស់បំព្រងដីនោះអត់ធំទេក្បាល20បដោយ50ទេប៉ុន្តែអាចថាសង់ខ្ទមចាចែកជូនបងប្អូនអ្នកសមាធិគ្មានទីពឹងឬក៏អ្នកដែលពិបាកអញ្ចឹងណាអញ្ចឹងនាងខ្ញុំគិតថានាងខ្ញុំអាចជួយបានខ្លះទៅតាមអ្វីដែលនាងខ្ញុំជួយបានអញ្ចឹងបងប្អូនដែលចូលបច្ច័យមកកុំព្រួយខ្លាចនាងខ្ញុំលេបមកម៉ាសេនមកកអីណាកុំភ័យណាព្រោះឧទាហរណ៍បើនាងខ្ញុំលេបនេះជាកម្មពីរបស់នាងខ្ញុំបងប្អូនធ្វើសាងកសលបរិសុទ្ធហើយក៏អត់មានពាក់ព័ន្ធកម្មពីអីជាមួយបងប្អូនដែរអញ្ចឹងបើសិនជានាងខ្ញុំសាងបាបគឺបាបនឹងធ្លាក់មកលើនាងខ្ញុំដោយបងប្អូនខ្លះថានាងខ្ញុំបោកអីហ្នឹងអញ្ចឹងចាំថ្ងៃទី25នាងខ្ញុំនឹងថតសកម្មភាពចាយកបច្ច័យទៅជូនអ្នកម្ចាស់ដីនៅក្បែរភ្នំហប់ហ្នឹងហើយសង្ឃឹមថាបងប្អូននឹងចូលបច្ច័យបន្តបន្ទាប់ចាគោរពអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជម្រាបលាចា